ថ្ងៃនេះគឺមកធ្វើម្ហូបបួសបងប្អូនមកធ្វើម្ហូបបួសឲ្យបងប្អូនមើលបន្តិចហើយម្ហូបបួសនេះគឺខ្ញុំត្រៀមឡើងភ្នំបងប្អូនគឺឡើងភ្នំស្រង់ហើយខ្ញុំទៅឆ្នាំទៅហ្នឹងគឺមានដូនជីប្រហែលអង្គហើយនឹងលោកមួយអង្គនៃលោកឆាន់បួសហើយនឹងដូនជីលោកយាយគាត់ហូបបួសដល់ពេលអញ្ចឹងទៅខ្ញុំឃើញអញ្ចឹងឆ្នាំហ្នឹងខ្ញុំត្រៀមហូបបួសទៅមួយមុខទៀតហើយមួយមុខទៀតគឺខតាពាំងជាមួយនឹងជើងជ្រូកគឺបុណ្យសាមគ្គីហើយក៏បុណ្យនេះគឺយកទៀនទៅឡើងភ្នំស្រង់តែម្ដងគឺសាមគ្គីគ្នាទៅ3 4ឡានណាហើយរួចហើយខ្ញុំអត់មានអីច្រើនទេបងប្អូនគឺមានតៅហ៊ូនឹងឯងគឺយើងអាចប្រើសាច់បានទេហើយយើងប្រើបន្លែច្រើនមានតែសក់មានការ៉ុតមានមានម្នាស់អីចឹងណាបងប្អូនហើយមានខ្ទឹមបារាំងមានអីទៅហើយបងប្អូនចង់ដាក់បន្លែអីទៀតក៏បានដែរស្រេចចិត្តតែខ្ញុំមានប៉ុណ្ណឹងមុខខ្ញុំដាក់ប៉ុណ្ណឹងមុខទៅហើយឥឡូវយើងមកចៀនតៅហ៊ូរបស់យើងអត់អាចប្រើតៅគោវាចៀនទៅវាដល់ពេលវានេះទៅវាអត់វារឹងវារៀងរឹងដល់ពេលយើងធ្វើតៅហ៊ូនេះគឺអត់រឹងទេគឺយើងឡើងតុនហើយឆាទៅវាចូលជាតិតែម្ដងឥឡូវយើងចុកវាចេញតិចសិនទៅហើយយើងប្រេងហ្នឹងយើងអត់ចោលទេយើងដាក់ខ្ទឹមរំលីងយកតែម្ដងហើយខ្ទះហ្នឹងហើយនឹងចង្ក្រានហ្នឹងវាមិនស្រូវត្រូវគ្នាទេវីដេអូគ្រប់វីដេអូទាំងអស់វាចង់លោតចេញតែពីសង្ក្រានហ្នឹងឯងខ្ទះហ្នឹងឯងហើយឥឡូវយើងដាក់ខ្ទឹមរំលីងតិចមកគឺថាឆ្លៀតណាពេលល្ងាចចិត្តយប់ហើយខ្ញុំឆានេះគឺល្ងាចចិត្តយប់ហើយនៅឆាទុកឲ្យកូនទៀតធ្វើម្ហូបទុកឲ្យកូនអញ្ចឹងណាហើយយើងដាក់ទឹកត្រីដាក់អីអញ្ចឹងមកចូលមកហើយក៏ដាក់តៅហ៊ូយើងចូលមកតៅហ៊ូចៀនរួចហ្នឹងហើយក៏ដាក់បន្លែរឹងជាងគេដាក់ចូលមកមុនមកហើយយើងហាន់ស្ដើងទេការ៉ុតហ្នឹងកុំហាន់ក្រាស់តែឆាទៅហាន់ក្រាស់មិនងាយទេព្រោះយើងអត់បានស្រោសទេហើយឥឡូវខ្ញុំដាក់អំបិលរ៉ូឌីហើយនឹងនេះគឺទឹកម្ទេសបងប្អូនដាក់ទឹកម្ទេសប្រហែលជាមួយស្លាបព្រាទៅហើយក៏ដាក់មានទឹកប៉េងប៉ោះដែរដាក់ទឹកប៉េងប៉ោះប្រហែលជា2ស្លាបព្រាខ្ញុំណាហើយក៏ដាក់ស្ករសហើយក៏ដាក់បន្លែដែលដូចថាយើងឆាមកត្រឡប់ទុកវាចូលជាតិហើយយើងដាក់តសក់ដាក់អីចូលមកមុខបន្តិចមកខ្ទះមកប្រអប់ធំតែម្ដងហើយរសជាតិឆ្ងាញ់ទទួលយកបានមិនមែនថាឆាដាក់សាច់ទៅបានឆ្ងាញ់ទេអត់ទេសំខាន់យើងវាយគ្រឿងចូលផងហើយដល់ពេលអញ្ចឹងខ្ញុំអត់ដាក់មីចេងទេបងប្អូនចង់ដាក់ក៏ដាក់ទៅព្រោះខ្ញុំប្រើរ៉ូឌីហើយមីចេងខ្ញុំអត់សូវជាប្រើទេហើយរួចហើយក៏ដាក់បន្លែគ្រប់មុខយើងចូលមកតិចមកខ្ទះពេញតែម្ដងឃើញទេហើយនិយាយឲ្យចំទៅគឺលាបទឹកមាត់ទៀតវាជូរអែមឆ្ងាញ់តែម្ដងខ្ញុំប្រើម្នាស់មួយដល់ពេលអញ្ចឹងវាមានជាតិជូរហើយយើងប្រើទឹកប៉េងប៉ោះហើយនឹងម្ទេសទៀតឥឡូវយើងដាក់ទឹកតិចមកដើម្បីរំងាស់បន្លែហ្នឹងហើយនឹងរំងាស់តៅហ៊ូហ្នឹងឲ្យវាចូលជាតិតិចឥឡូវខ្ញុំភ្លក់បន្តិចភ្លក់ទៅខ្ញុំវាស្ទើយើងដាក់បន្លែទៅវារៀងសាបបន្តិចយើងដាក់អំបិលបន្តិចហើយនឹងថែមស្ករយើងចាំបាច់ឲ្យព្រោះអីវាឆាជូរអែមវាមានជាតិផ្អែមណាវាមានជាតិផ្អែមច្រើនបន្តិចទៅម្ហូបយើងនឹងវាឆ្ងាញ់ហើយខ្ញុំអត់បានភ្លក់ឲ្យបងប្អូនមើលទេព្រោះអីខ្ញុំឆានេះយកទៅលើភ្នំតែម្ដងហើយក៏គិតថាអរគុណច្រើនចំពោះបងប្អូនដែលតាមដានវីដេអូនេះសូមចែកបនចែកកសលជូនបងប្អូនផងព្រោះខ្ញុំមកវិញហើយខ្ញុំកាត់វីដេអូនេះណាបងប្អូនហើយនៅវីដេអូឡើងភ្នំជាច្រើនទៀតដែលខ្ញុំអត់ទាន់បានកាត់ព្រោះខ្ញុំតម្លើងម្សិលមិញទេឥឡូវខ្ញុំយកវីដេអូនេះមកកាត់ឲ្យបងប្អូនមើលលើវីដេអូខ្ញុំចុងក្រោយហើយជម្រាបលាបាយ